យើងឃើញថាសប្តាហ៍ថ្ងៃការប្រែប្រួលអាកាសធាតុមានការកើនឡើងខ្លាំងតាមរយៈការប្រើប្រាស់គីមីលើសកម្រិតដែលកំពុងតែគំរាមកំហែងទៅដល់និរន្តរភាពនៃការធ្វើកសិកម្មរបស់កសិករផងដែរចា៎ហើយនៅក្នុងខេត្តកំពង់ធំនេះដែរយើងបរិបទថ្មីនេះគឺគម្រោងបានគ្រប់គ្រងទៅដល់កសិករនៅក្នុងខេត្តកំពង់ធំជាពិសេសនៅក្នុងស្រុកសត្វឡាំងហ្នឹងកំពុងតែអនុវត្តទៅលើគោលការណ៍កសិអេកូឡូស៊ីជំរាបសួរនឹងខ្ញុំឈ្មោះអនសុលឿនជាជនជាតិដើមភាគតិចគួយមកពីភូមិខ្វាន់ទៀងឃុំចលោស័យស្រុកសត្វឡាំងខេត្តកំពង់ធំនឹងខ្ញុំបានអនុវត្តទៅលើគោលការណ៍កសិអេកូឡូស៊ីផ្នែកពិសោធន៍ចន្ទទីហើយការពិសោធន៍ដំណាំចន្ទទីរបស់នាងខ្ញុំធ្វើទៅលើដំណាំចន្ទទីគឺខ្ញុំបានអនុវត្តទាក់ទងទៅនឹងការធ្វើជីកំប៉ុស្តគោកកំប៉ុស្តទឹកដែលវាមានអត្ថប្រយោជន៍ជួយដល់សុខភាពរបស់នាងខ្ញុំមិនប៉ះពាល់ដល់សុខភាពនៅពេលដែលយើងបានប្រើប្រាស់ជីធម្មជាតិហើយមួយទៀតទាក់ទងទៅនឹងធនធានដើមដែលមាននៅក្នុងជំនាញសហគមន៍របស់យើងស្រេចហើយទាក់ទងទៅនឹងសហគមន៍គឺកាត់បន្ថយការពាសវាលពាសកាលនៅកាកសំណល់ផ្សេងៗនានាដែលយើងមិនបានទុកដាក់ឲ្យបានត្រឹមត្រូវហើយយើងអាចកែច្នៃធ្វើជាជីកំប៉ុស្តសម្រាប់យកទៅដាក់ទៅលើដំណាំចន្ទទីឬក៏បន្លែរបស់យើងហើយអត្ថប្រយោជន៍នៅក្នុងដែលខ្ញុំអនុវត្តតាមគោលការណ៍កសិអេកូឡូស៊ីនេះគឺពិតជាមានសារៈសំខាន់ជួយដល់សុខភាពទាំងអ្នកប្រើប្រាស់ទាំងអ្នកផលិតយើងអនុវត្តគោលការណ៍កសិអេកូឡូស៊ីនេះគឺដោយសារយើងទទួលបានម្ចាស់ជំនួយពីមូលនិធិ Agroecology Fund តាមរយៈអង្គការ AFD និងអង្គការ Cambodia ដែលកំពុងតែអនុវត្តនៅក្នុងខេត្តកំពង់ធំហើយការអនុវត្តគោលការណ៍កសិអេកូឡូស៊ីនេះគឺបានបង្កើនចំណូលក៏ដូចជាស្ដារនៅគុណភាពដីជីវៈចម្រុះក៏ដូចជាប្រព័ន្ធកសិអេកូឡូស៊ីមានដីមានទឹកហ្នឹងគឺឡើងវិញអង្គការសកម្មភាពដើម្បីអភិវឌ្ឍយើងហៅកាត់ថា AFT យើងបានកំពុងតែអនុវត្តគម្រោងគឺគម្រោងកសិអេកូឡូស៊ីតាមរយៈការលើកកម្ពស់និងជំរុញទៅដល់យុវជនក្នុងការចូលរួមទទួលវគ្គបណ្ដុះបណ្ដាលនិងការអនុវត្តស្រាវជ្រាវអំពីការអនុវត្តកសិអេកូឡូស៊ីនៅមូលដ្ឋានរបស់ពួកគាត់ហើយគម្រោងនេះគឺយើងបានសហការជាមួយនឹងមន្ទីរកសិកម្មខេត្តកំពង់ធំក៏ដូចជាអង្គការដៃគូកម្ពុជាដែលយើងបានទទួលជំនួយកាត់ការពីកសិអេកូឡូស៊ី Fund ដែលយើងបានអនុវត្តរយៈពេល12ខែនៅក្នុងខេត្តកំពង់ធំអំពីគម្រោងនេះគឺយើងជំរុញការចូលរួមរបស់យុវជននៅក្នុងការធ្វើការសិក្សាស្រាវជ្រាវអំពីកសិអេកូឡូស៊ីនៅក្នុងការអនុវត្តនៅកសិដ្ឋានក៏ដូចជាចំការរបស់ពួកគាត់ដើម្បីបង្កើននៅគុណភាពដីបង្កើននៅប្រព័ន្ធជីវៈចម្រុះនិងបង្កើននៅសន្តិសុខស្បៀងដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាកសិករនៅមូលដ្ឋានគាត់មានសមត្ថភាពស្បៀងនិងទទួលបាននៅប្រាក់ចំណូលក៏ដូចជាស្ថិរភាពនិងភាពធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុបាទគម្រោង First គឺជាគម្រោងមួយដែលយើងបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសកម្មភាពដើម្បីអភិវឌ្ឍយើងហៅថា AFD ក៏ដូចជារួមជាមួយនឹងសមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍធនធានមនុស្សនៅជនបទយើងហៅកាត់កម្ពុជាការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំក៏ដូចជាសហគមន៍កសិកម្មសាលាវិស័យគោលបំណងដើម្បីលើកកម្ពស់ទូនាទីរបស់កសិករនៅក្នុងការស្រាវជ្រាវរកនៅការបង្កើតថ្មីទាក់ទងទៅនឹងកសិអេកូឡូស៊ីដើម្បីជំរុញប្រព័ន្ធស្បៀងអាហារមួយដែលមានភាពធន់ក៏ដូចជាប្រកបដោយបរិបទក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុគម្រោងនេះគឺយើងបរិងសមត្ថភាពកសិករឲ្យគាត់មានសមត្ថភាពនៅក្នុងការកំណត់នៅបញ្ហានៅក្នុងមូលដ្ឋានរបស់គាត់ហើយគាត់អាចធ្វើការរួមគ្នាបង្កើតផែនការរួមគ្នានៅក្នុងការដោះស្រាយនៅបញ្ហាដែលគាត់បានរកឃើញនោះបន្ទាប់មកគឺយើងធ្វើការពិសោធន៍ទៅលើដំណោះស្រាយមួយចំនួនដែលគាត់បានធ្វើផែនការនឹងដើម្បីស្វែងរកនៅដំណោះស្រាយសមស្របមួយដែលអាចឆ្លើយតបទៅនឹងគោលបំណងសំខាន់ដែរគឺដើម្បីបង្កើតជាយើងហៅភស្តុតាងដើម្បីភ្ជាប់នៅលទ្ធផលទៅនឹងគោលនយោបាយព្រោះការស្រាវជ្រាវបង្កើតភស្តុតាងដើម្បីជះឥទ្ធិពលនៅក្នុងការបង្កើតគោលនយោបាយវាមានសារៈសំខាន់ណាស់ដើម្បីភ្ជាប់កសិករទៅនឹងការសម្រេចចិត្តនៅក្នុងការបង្កើតនៃគោលនយោបាយថ្នាក់ជាតិដូច្នេះការស្រាវជ្រាវ
ដែលដឹកនាំដោយកសិករដែលមានលក្ខណៈចូលរួមគឺជាយន្តការមួយដែលជួយឲ្យកសិករគាត់คลายទៅជាអ្នកសហបង្កើតមិនត្រឹមតែคลายទៅជាអ្នកគ្រាន់តែជាអ្នកទទួលផលទេប៉ុន្តែកសិករខ្លួនឯងគាត់នឹងคลายទៅជាអ្នកសហបង្កើតនៅនវានុវត្តន៍នឹងដែលធ្វើឲ្យគាត់នឹងគឺមានភាពជាម្ចាស់ទៅលើដំណោះស្រាយដែលគាត់រកឃើញទៅនឹងអញ្ចឹងវិធីសាស្ត្រនេះគឺនឹងជួយឲ្យការអនុវត្តនៅកសិអេកូឡូស៊ីនៅតាមជនបទមាននិរន្តរភាពមានភាពជាម្ចាស់ហើយដែលធានានៅចីរភាពនៃប្រព័ន្ធស្បៀងអាហារមួយដល់សង្គមយើងតែមួយផងដែរនេះហើយបានធ្វើឲ្យយុវជន25នាក់ដែលគាត់បានមកទទួលនៅចំណេះដឹងជំនាញការអនុវត្តតអំពីបាទជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ម្ចាស់ជំនួយជាពិសេសគឺកសិ Agroecology Fund ដែលបានផ្ដល់នូវជំនួយមកដល់អង្គការ AFD ហើយក៏អរគុណទៅដល់មន្ទីរកសិកម្មរុក្ខាភិបាលសហកិច្ចធំដែលបានសហការល្អពិសេសគឺអង្គការដៃគូកម្ពុជានិងម្ចាស់ជំនួយផ្សេងទៀតរបស់អង្គការ AFD ដែលកំពុងតែរួមចំណែកការជួយទៅដល់ការអនុវត្តកសិ Ecology នៅក្នុងមូលដ្ឋានរបស់យើងអរគុណ